สำหรับสำลองหมกนี่ខ្ញុំសូមដាក់ឈ្មោះថាស្ងោរជ្រក់ជូរហិលដែលសារតែสำลองหมกនេះបើយើងហៅឈ្មោះទៅវាអាចនឹងត្រូវឈ្មោះផ្ទៃលេខ2តែពេលចឹងទៅខ្ញុំអត់ហៅទេហើយខ្ញុំញ៉ាំជាមួយនឹងនំបញ្ចុកផ្នែកបន្លែរបស់ខ្ញុំមានពេញពោះផ្សិតហើយជាមួយនឹងខ្ទឹមបារាំងហើយប៊ីជីជាមួយជីវែងជីក្រហមហើយនឹងលឹកខ្ទឹមសម្រាប់គ្រឿងក្រៅកាត់ឆ្អាបនេះមានកលកៃលកុយរំដេងហើយនឹងខ្ទឹមសខ្ទឹមក្រហមហើយខ្ញុំមានបាគាជាមួយនឹងមឹកហើយបាគាខ្ញុំធ្វើស្អាតវិរោដូចគ្នាជាដំបូងនេះខ្ញុំមករំលីងជាមួយនឹងខ្ទឹមសខ្ទឹមក្រហមនេះហើយចំកលកៃហើយខ្ញុំដាក់គ្រឿងនេះដែលខ្ញុំឆាពីវីដេអូមុនណានៅពេលដែលខ្ញុំស្លគឺខ្ញុំប្រើគ្រឿងដែលខ្លួនឯងផ្ទាល់ក្រោយតែពីរំលឹងគ្រឿងឲ្យឈ្ងុយឈ្ងប់ហើយខ្ញុំបានចាក់ទឹកទៅតាមបរិមាណដែលខ្ញុំចង់បានហើយខ្ញុំបន្ថែមជាមួយដុំស៊ុបខ្នុរមួយដុំក៏ដូចជាចាក់ជាមួយនឹងខ្ទឹមបារាំងហើយជាមួយនឹងផ្សិតហើយបន្ថែមជាមួយនឹងប៊ីចេងស្ករសបន្តិចតាមមកទៀតខ្ញុំធ្វើការកូរឲ្យវាចូលសព្វសាច់ជាមួយនឹងគ្រឿងសិនមើលតែរៀងពុះហើយស្ទើរពណ៌ខ្ញុំបន្ថែមជាមួយនឹងគ្រឿងដែលខ្ញុំឆានឹងឲ្យវាឡើងពណ៌ឲ្យស្អាតបន្តិចទៀតហើយតាមមកទៀតខ្ញុំចាក់ជាមួយនឹងប៉េងប៉ោះចូលសម្រាប់ប៉េងប៉ោះតាម1ពុះពី3ពុះបានហើយភ្លក់ក៏ដូចជាប៉ុណ្ណឹងគឺថាល្មមសម្រាប់ខ្ញុំហើយខ្ញុំបានចាក់ជាមួយនឹងគ្រឿងសមុទ្រចូលក៏ដូចជាបន្ថែមជាមួយនឹងទឹកដោះគោមួយវែកសន្លផងដែរហើយនេះតាន់ដល់ច្បាច់គុយឆ្មាដែរខ្ញុំចង់ឲ្យវាពុះហើយជា1ពុះ3ហើយបន្ទឹកខ្ញុំច្បាច់ជាមួយគុយឆ្មាខ្ញុំប្រើពីចំណិតសឡំ2ផ្លែជួយស្លាប់ហើយបន្ថែមជាមួយនឹងជីសាឡរបស់ខ្ញុំក៏ឆ្អិនរួចរាល់ដែរនិយាយពីថាពណ៌វិញគឺថាអើយតំណងគួរចង់ញ៉ាំណាហើយណាមួយអាគ្រឿងដែលខ្ញុំឆាពីថ្ងៃមុនហ្នឹងដាក់ទៅវាចូលជាតិគ្នាមែនតាហើយជារួមទៅយើងបាច់ចំទិញរបស់គេយើងប្រើគ្រឿងដែលខ្លួនឯងចេះគឺថាស្និទ្ធញ៉ាំមែនទែនហើយថ្ងៃនេះដែរមកញ៉ាំជាមួយនឹងនំបញ្ចុកដោយសារតែខ្ញុំខ្ជិលដាំបាយខ្ញុំទៅផ្សារខ្ញុំឃើញនំបញ្ចុកខ្ញុំទិញយកមកបដ ாய் ទៅមានអីបងប្អូនត្រូវជាតិគ្នាដែរតារសជាតិនំបញ្ចុករបស់ខ្មែរយើងញ៉ាំជាមួយនឹងទឹកស្លអីក៏ត្រូវគ្នាដែរនិយាយមែនតាមួយចាននេះខ្ញុំញ៉ាំអស់ដាច់ពាត់ណាវាត្រូវជាតិគ្នាហ្មងជូរនិយាយទៅជូរអែមឆ្ងាញ់ណារសជាតិរបស់វាណាគឺថាអេមស្នេហ៍មែនទែនថ្ងៃហ្នឹងណាសម្រាប់មួយចាននេះពីដំបូងគាត់ថាខ្លួនឯងញ៉ាំមិនអស់ទេនិយាយទៅស្មានមិនដល់ប៉ុន្តែញ៉ាំទៅវាជក់មាត់បងប្អូនទៅហើយមួយចាននេះខ្ញុំលាងទៅដាច់ពាត់អញ្ចឹងមិនថាកុំចេះតែស្មានខុសនេះកុំចេះតែស្មានណាហើយនិយាយរួមទៅវាត្រូវជាតិគ្នាហ្មងណានំបញ្ចុកហ្នឹងគេខ្ញុំទិញនៅផ្សារគេធ្វើថ្មីទៀតណាវាត្រូវជាតិបដ ாய் ឆ្ងាញ់មែនទែនថ្ងៃហ្នឹងខ្ញុំនឹកស្មានថាអើយមិននឹកស្មានថាវាឆ្ងាញ់ដល់ថ្នាក់ហ្នឹងណារសជាតិណាហើយអាសាច់បាគានេះគេថាខ្ជិលបកណាបងប្អូនហើយដាក់ញាត់ដល់ទាំងអស់ហ្នឹងហើយអាចបាគាអាចអីខ្ញុំធ្វើឲ្យឡើងស្អាតហ្នឹងដែលខ្ញុំយកមកស្លណាហើយឲ្យតែមកបាយឃ្លានដែរបងប្អូនហើយខ្ញុំញ៉ាំអាក្រក់ណាស់បើថាញ៉ាំវិញមួយចានអីហ្នឹងញ៉ាំមិនដល់5នាទីទេនិយាយទៅមនុស្សឃ្លានណាស់កាយញាត់បដ ாய் ណាហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបាយមួយចានអស់បងប្អូនឆ្ងាញ់មែនតានេះ